មកបងប្អូនញ៉ាំប្រហុកចិញ្ច្រាំគេហៅប្រហុកឆៅចាំមួយស្ដានណាបងប្អូនហើយមួយមុខនេះគឺឆ្ងាញ់ណាញ៉ាំមួយបន្លែរបស់យើងជាពិសេសបើញ៉ាំមួយបាយកកទីកាន់តែឆ្ងាញ់ហើយដោយសារមួយរយៈនេះរៀងព្យុះចឹងភ្លៀងហើយចឹងទៅអត់ដឹងថាធ្វើអីឆ្ងាញ់អញ្ចឹងវិធីធ្វើមានដូចរូបហ្នឹងបងប្អូនគាត់ថាចំណុចពិសេសថ្ងៃនេះគឺខ្ញុំជីគល់ស្លឹកគ្រៃអីហ្នឹងគឺរបស់ធម្មជាតិដែលយើងដាំខ្លួនឯងអញ្ចឹងណាហ្នឹងហើយដូចក្នុងរូបចឹងខ្ញុំភ្លាមខ្ញុំឈ្ងុយល្អមែនតើហើយពងដល់បញ្ចូលសលេងហ្នឹងវាកូននឹងកន្លែងគ្នាលន់ពីហ្នឹងហើយនេះជីរបស់យើងចេះតែដោតចឹងទៅវាល្អមែនតើតោះត្រួយឡើងខ្ចីហើយដល់មួយចំណុចហ្នឹងហើយយើងរៀបចំបេះជីបេះអីតែប៉ុណ្ណាគាត់ថាកន្លែងនេះខ្ញុំថតរៀងវែងតិចដោយសារកាមេរ៉ាពេលដែលថតហ្នឹងអត់បានកំណត់នាទីទៅចឹងវាជាប់វែងអត់បានកាត់ចោលដែរហើយហ្នឹងហើយនេះទេសភាពនៅលើដបក៏ដូចជាសួនដំណាំតូចរបស់យើងអញ្ចឹងណាហ្នឹងហើយឥឡូវក៏យើងចាប់ផ្ដើមរៀបគ្រឿងគ្រើយើងសពគ្រប់អស់ហើយយើងមានប្រហុកគល់ស្លឹកគ្រៃសដាន់ហើយតួអង្គពិសេសក្នុងហ្នឹងគឺជីរបស់យើងអញ្ចឹងណាថ្ងៃនេះខ្ញុំប្រើម្ទេសពីរម្ទេសខៀវផងនិងម្ទេសក្រហមនោះផងខៀវនេះវាអត់សូវហឹរទេតែបើក្រហមរៀងហឹរអញ្ចឹងយើងដាក់លាយគ្នាអញ្ចឹងណាហើយគល់ស្លឹកគ្រៃហ្នឹងគឺយើងដាំខ្លួនឯងអញ្ចឹងកាត់ថ្មីគឺឈ្ងុយមែនតើបងប្អូននិយាយទៅបើសិនជាយើងបានរបស់ដាំខ្លួនឯងបេះខ្លួនឯងយកមកស្លរៀបចំធ្វើអីចឹងណាខ្ញុំធានាថារសជាតិវារៀងឆ្ងាញ់ជាងយើងទិញពីផ្សារមកទៀតចឹងណាគល់ស្លឹកគ្រៃអីហ្នឹងជីស្លឹកក្រូចអីចឹងដល់ថ្មីគឺវាឈ្ងុយហើយបន្ទាប់ពីខ្ញុំហាន់គល់ស្លឹកគ្រៃម៉ត់អស់ហើយយើងក៏ចាប់ផ្ដើមដាក់ប្រហុកច្រាំអញ្ចឹងណាហើយប្រហុកនេះគឺប្រហុកដែលខ្ញុំនិយាយទៅធ្វើខ្លួនឯងដែរថាសារអ្នកនៅសុកគាត់ផ្ញើឲ្យចឹងយើងចាប់ដើមច្រាំវាដាក់ជីដាក់អីចូលចឹងទៅហ្នឹងហើយមានដូចរូបហ្នឹងទៅគាត់ថាការច្រាំហ្នឹងវារៀងមើលទៅវាមិនសូវជាតំណងទេដោយសារនេះបើយើងដាក់ម៉ាស៊ីនកិនក៏ឆ្ងាញ់ដូចយើងច្រាំចឹងដែរក៏តែយើងច្រាំចឹងហើយច្រាំហៀងច្នៃពេលយូរដែរចឹងខ្ញុំក៏ដាក់កុំឲ្យវាខាតពេលយើងមើលចឹងខ្ញុំដាក់ញោមទៅបន្ទាប់ហើយយើងចាប់ផ្ដើមដាក់ម្ទេសចូលដូចខ្ញុំប្រាប់បងប្អូនចឹងម្ទេសខ្ញុំប្រើ2ធឺចឹងណាអាក្រហមហ្នឹងខ្ញុំប្រើមកល្មមទៅហើយខ្ញុំដាក់ខៀវថែមទៀតបងប្អូនប៉ុន្តែងុំឆ្ងាញ់មែនតើបងប្អូនហើយនិយាយទៅមួយមុខនេះអាចសាកធ្វើញ៉ាំបានហើយសំខាន់គឺយើងប្រើសដានខ្ចីហ្នឹងបងប្អូនសដានហ្នឹងយើងយកពួកខ្ចីទៅគឺយើងមិនចាំដាក់មកជាតិណាហ្នឹងហើយដល់ពេលដាក់គ្រឿងខ្ញុំដាក់ស្ករប៊ីចេងខ្ញុំលួចរត់ឌីបន្តិចទៀតចឹងណាបងប្អូនព្រោះយើងដាក់ស្ករថាយើងអត់សូវងុំចឹងណាហ្នឹងហើយចឹងចាប់ផ្ដើមលេខគ្រឿងរួចរាល់ហើយអស់ហើយប្រហុកឆៅចិញ្ច្រាំជាមួយសដានរបស់យើងក៏បានរួចរាល់អញ្ចឹងដែរណាបងប្អូនហើយយើងក៏ចាប់ផ្ដើមត្រៀមលក់របស់យើងហើយនឹងខ្ញុំមានតកួនជ្រក់ទឹកយើងហ្នឹងហើយជាមួយទៅសក់ត្រប់វែងត្រប់ខ្លីហើយស្បែកគួរមួយមុខទៀតណាបងប្អូននិយាយទៅយើងមានអីចង់ញ៉ាំអីយើងដាក់ហ្នឹងក៏ពិតបើសិនជាមានពពាយទៀតក៏កាន់តែឆ្ងាញ់ដែរតែថ្ងៃនេះដោយសារវាអស់អ្នកលក់គាត់ថាអស់ទៅក៏យើងមានតែប៉ុណ្្នឹងទៅចឹងណាហើយនិយាយដល់ចំណុចនេះពេលបញ្ចូលសលេងហ្នឹងនឹកឃើញរូបចង់ញ៉ាំទៀតណាហើយជាពិសេសអាតកូនជ្រក់ទឹកនេះវាស្រួយល្អចឹងណាបងប្អូនស្រួយមែនតើយើងដាក់ផ្លាសេវាទៅយកមកដាក់ញ៉ាំចឹងកាន់តែជាតិណាបងប្អូនអើយគាត់ថាបញ្ចូលសលេងនេះគឺតួអង្គកូនខ្ញុំគឺគាត់ដាក់នៅក្នុងហ្នឹងលាន់លេងជាងខ្ញុំទៀតហើយថ្ងៃនេះប្រហុកច្រាំរបស់យើងមានតែប៉ុណ្្នឹងបងប្អូនចឹងមកញ៉ាំមួយខ្ញុំចឹងណានេះហើយកុំភ្លេចបើយើងត្រូវការគ្រឿងក្រៅអីយើងបន្ថែមបន្លែប្លុកអីរបស់យើងហ្នឹងបន្ថែមតាមនឹងចឹងណាអរគុណច្រើន